សួស្តីអ្នកនរគ្នាស្វាគមន៍ចំពោះមេរៀនទី1របស់យើងដែលក្នុងនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាថាតើអ្វីទៅជា HTML ហើយនិង CSS បាទអញ្ចឹងអ្នកទាំងអស់គ្នាសូមតាមដានទាំងអស់គ្នាបាទអញ្ចឹងជំហានដំបូងខ្ញុំសូមចូលទៅកាន់ browser របស់ខ្ញុំដែលក្នុងនេះខ្ញុំប្រើ Chrome បាទតែ Chrome ជារបស់ក្រុមហ៊ុន Google អញ្ចឹងទេអ្នកទាំងអស់គ្នាសូមវាយចូលទៅកាន់ website មួយហៅថា W3 School ដែលក្នុងនេះអ្នកនរគ្នាអាចរៀនពីក្នុងនេះបានដោយមិនចាំបាច់គ្រូបង្រៀនឬក៏សៀវភៅឬក៏វីដេអូទេក្នុងករណីដែលអ្នកនរគ្នាមិនសូវមានចំណេះដឹងផ្នែកអង់គ្លេសអ្នកនរគ្នាអាចមើលវីដេអូខ្ញុំដែលកំពុងបង្រៀននឹងបានព្រោះភាគច្រើនខ្ញុំដកស្រង់ឯកសារមួយចំនួនចេញពីគេហទំព័រមួយនេះបាទអញ្ចឹងទេនៅក្នុងនេះផងដែរខ្ញុំនឹងបង្ហាញអ្នកនរគ្នាថាអ្វីទៅជា HTML ហើយនិង CSS ណាបាទអញ្ចឹងដើម្បីធ្វើគេហទំព័រមួយបានអ្នកនរគ្នាត្រូវចេះភាសាចំនួន4ប្រភេទបាទទី1គឺ HTML CSS ហ្នឹងបាទទី2គឺ JavaScript បាទទី3គឺ PHP បាទហើយនិងទី4នោះគេហៅថា SQL ដែល SQL នេះគឺប្រើsoftware MySQL ណាបាទអញ្ចឹងភាសាចំនួន4ហ្នឹងនេះគឺយើងអាចឃើញនៅលើនេះហើយទី1ហ្នឹង HTML CSS គឺខ្ញុំសូមរាប់ថាវាជាតែមួយចុះណាខ្ញុំសូមរាប់វាតែមួយចុះគឺ HTML CSS នេះគឺផ្ដោតទៅលើការ design គេហទំព័របាទចំណែកឯ JavaScript នេះវិញគឺផ្ដោតទៅលើ behavior នេះបានន័យថាឥឡូវឧទាហរណ៍ថា website មួយឧទាហរណ៍ថា click ទៅវាចេញmenu អញ្ចេះបាទយើងបិទមកវិញគឺវាបិទទៅវិញបាទចឹងអានេះគេហៅថា behavior របស់ website ហ្នឹងតែយើងចង់ឲ្យ click ទៅវាចេញអីយើងចង់ដាក់ mouse នៅលើហ្នឹងវាបដូរពណ៌មិនបាទអញ្ចឹងអានេះហើយគឺ behavior បានន័យថាវាជួយធ្វើឲ្យគេហទំព័រយើងហ្នឹងកាន់តែរស់រវើកជាងមុនទៀតបើ HTML CSS នេះគាត់គ្រាន់តែស្អាតទេបាទបើយើងនិយាយពីស្ត្រីវិញគាត់គ្រាន់តែមានសម្រស់ស្អាតទេប៉ុន្តែដល់ពេល JavaScript នេះវិញគឺធ្វើឲ្យស្ត្រីហ្នឹងគាត់រស់រាយរាក់ទាក់បាទគាត់ចេះនិយាយទន់ភ្លន់ផ្អែមល្ហែមធ្វើឲ្យការលក់របស់គាត់ហ្នឹងកាន់តែល្អជាងមុនបាទចឹងនេះខ្ញុំប្រៀបខ្ញុំបាទសំទោសចឹងនេះខ្ញុំប្រៀបធៀបមកមនុស្សវិញចឹងបើយើងនិយាយនៅក្នុងការសរសេរកូដយើងវិញ HTML ហើយនិង CSS JavaScript នេះគឺវាមានលក្ខណៈស្តៀងគ្នាអញ្ចឹងបានន័យថា HTML CSS នេះគឺជាគ្រឿង make up ជាសម្លៀកបំពាក់អីធ្វើឲ្យមនុស្សយើងស្អាតហើយ JavaScript នេះគឺជា behavior គឺជាអាកប្បកិរិយាធ្វើឲ្យ website ហ្នឹងវាមានលក្ខណៈរស់រវើកជាងមុនបាទអញ្ចឹងអានេះអ្នកនរគ្នាអាចយល់ហើយថានៅពេលដែលយើងចេះ HTML CSS ទៅយើងអាចទៅគ្រាន់ធ្វើឲ្យស្អាតទេដល់ពេលយើងចង់ click ទៅវាចេញចេះគឺអាហ្នឹងគឺ JavaScript បានអាចធ្វើបានបាទអញ្ចឹងចំណែក PHP វិញបាទខ្ញុំសុំ PHP ហើយបាទយើងបកមក SQL យើងវិញណាបាទ PHP នេះជាភាសាមួយនៅលើ server បាទអញ្ចឹងអ្នកនរគ្នាប្រកាសជាមានឯកសារសម្ងាត់ព័ត៌មានសម្ងាត់ដែលមិនចង់បញ្ចេញឲ្យអ្នកដទៃទៀតឃើញនៅលើគេហទំព័រហើយអញ្ចឹង PHP នេះគាត់ជាភាសាមួយរបស់ server ដែលនៅលើគេហៅថា cloud ឬក៏យើងហៅខ្មែរយើងហៅថានៅលើពពកបាទអញ្ចឹង PHP នេះបានន័យថាវាមានលក្ខណៈនៅលើពពកហ្នឹងគឺសម្រាប់បំលែងព័ត៌មានមួយចំនួនឧទាហរណ៍ថាគេបញ្ចូលឈ្មោះនិង password ចឹងហ៎គេអតិថិជនមួយបញ្ចូលឈ្មោះនិង password ចូលមកកាន់គេហទំព័រយើងអញ្ចឹងយើងប្រើ PHP ហ្នឹងដើម្បីទទួលយកព័ត៌មានទាំងអស់ហ្នឹងយកមករក្សាទុកបាទយកមករក្សាទុកនៅណាយកមករក្សាទុកនៅក្នុង SQL ណាអញ្ចឹងបើខ្ញុំសូមប្រៀបធៀបមក real world យើងវិញយើងឧទាហរណ៍ថាយើងមានសភៅមួយយើងចង់កត់ username ហើយនិង password មុនហ្នឹងអញ្ចឹងយើងត្រូវមានសភៅមួយដើម្បីកត់ទុកបាទអញ្ចឹង SQL ហ្នឹងគឺតំណាងឲ្យសៀវភៅបាទអញ្ចឹងគឺដើម្បី store គឺដើម្បីរាយទុកនៅទិន្នន័យអស់ហ្នឹងគឺយើងកត់ទុកក្នុងសៀវភៅមួយហើយ PHP តំណាងឲ្យប៊ិចអញ្ចឹងយើងមានសៀវភៅហើយយើងអត់ប៊ិចក៏រាយអត់បានដែរក៏សរសេរអត់បានដែរអញ្ចឹងក្នុងនេះគឺដូចគ្នាបើសិនជាយើងមានតែ SQL ទេយើងអត់មាន PHP ទេក៏យើងអាច store ទិន្នន័យបានដែរអញ្ចឹងបាទអញ្ចឹងបើសិនជាយើងមានតែ PHP ទៅទេយើងចង់ store ទិន្នន័យក៏ store អត់បានដែរណាចឹងនេះជាលក្ខណៈរបស់ភាសាទាំង4ហ្នឹងដែលខ្ញុំសូមបញ្ជាក់ម្ដងទៀត HTML CSS គឺជាការ design JavaScript គឺជា behavior របស់គេហទំព័រហ្នឹង
បាទហើយ SQL នេះគឺសម្រាប់បាទ SQL នេះគឺសម្រាប់ការ store ទិន្នន័យការរក្សាទុកទិន្នន័យបាទហើយ PHP នេះគឺជាភាសាមួយរបស់ server ដែលនៅលើពពកនោះបាទអញ្ចឹងគឺជាភាសាមួយសម្រាប់អ្នកដឹកនាំឬក៏អ្នកបំលែងព័ត៌មាននឹងចូលទៅក្នុងសៀវភៅដែលយើងតំណាងឲ្យប៊ិចមុនហ្នឹងបាទអញ្ចឹងអ្នកទាំងអស់គ្នាអាចយល់ពីសារៈប្រយោជន៍នៃភាសា4ហ្នឹងហើយនៅក្នុងការប្រើប្រាស់ភាសា4នេះគឺមានលក្ខណៈសំខាន់ចាំបាច់បំផុតដើម្បីយើងអាចបង្កើតគេហទំព័រមួយបានបាទអញ្ចឹងសូមអរគុណអ្នកនរគ្នាហើយនៅមេរៀនក្រោយទៀតយើងនឹងចាប់ផ្ដើមសរសេរអ្វីទៅ HTML អ្វីទៅ CSS បាទដើម្បីយើងចាប់ផ្ដើមរៀនអ្នកនរគ្នាតែម្ដងបាទសូមអរគុណយើងជួបគ្នាវីដេអូក្រោយទៀត